តើសួស្តីបងប្អូនទាំងអស់គ្នាអ្នកណាគេដែលថាកាត់ CapCut ទៅពិបាកហើយអត់ចេះកម្មវិធី CapCut ថ្ងៃនេះខ្ញុំបរៀនអ្នកទាំងអស់គ្នាជាងយើងចូលកន្លែងវីដេអូមកយើង select យកវីដេអូមកវីដេអូនោះវាលោតចូលកន្លែង CapCut របស់ខ្ញុំវិញការបរៀនរបស់ខ្ញុំបែបនេះនឹង easy យល់មែនតើអ្នកទាំងអស់គ្នាសម្រាប់អ្នកដែលចង់រៀនការកាត់ CapCut ដំបូងអញ្ចឹងខ្ញុំចុច line សលេងខ្ញុំចុច line ដកសលេងអញ្ចឹងណាអូខេអញ្ចឹងឥឡូវខ្ញុំបានវីដេអូហ្នឹងហើយវាទៅម្ដងមួយអញ្ចឹងមកអញ្ចឹងអ្នកទាំងអស់គ្នាចាប់ផ្ដើមរបៀបកាត់មកយើងយកពាក្យ line យកហើយនេះខ្ញុំយកពាក្យឥឡូវយើងជ្រើសយកប្រភេទវីដេអូសិនយើងចង់បានប្រភេទផុសនៅ YouTube យើងយកកន្លែង YouTube ចឹងអូខេឥឡូវខ្ញុំកំពុងតែរានវាបដាអីចឹងទៅចុះឥឡូវនេះខ្ញុំចាប់ផ្ដើមបរៀនអ្នកទាំងអស់គ្នាពីរបៀបកាត់អ្នកទាំងអស់គ្នាចាប់ផ្ដើមរានវីដេអូហ្នឹងមកតោះបងអ្នកទាំងអស់គ្នាយក split អ្នកទាំងអស់គ្នាចង់កាត់កង់ចង់ចុចកន្លែងណាក៏បានដែរអូខេតោះមកខ្ញុំចង់បានមួយកង់ហ្នឹងខ្ញុំ zoom ទៅចឹងវីដេអូកន្លែងមួយកង់ហ្នឹងវានៅពេលដែលវាចេញវានឹងចេញជាប្រភេទ zoom ចឹងតោះមកវាបន្ថយវាវិញឃើញអត់ចឹងនេះថា line split ហ្នឹងយើងកាត់វាជាកង់ណាមិញហ្នឹងអូខេបន្តមកយើងយកកន្លែង animation អញ្ចឹងយើងចង់បានកន្លែងវីដេអូមិនយើង select មួយទៅពេលដែលយើងរានវីដេអូមកវានឹង load ភ្លឹបឈឹបអញ្ចឹងទៅនេះស្រេចទៅលើអ្នកទាំងអស់គ្នា select ចង់បានប្រភេទឈឹបរៀងលឿនរៀងខ្លីស្រេចលើអ្នកទាំងអស់គ្នាចុះឥឡូវនេះខ្ញុំនឹងរានវីដេអូនឹងម្ដងទៀតអូខេរានទៅវាឃើញអញ្ចឹងចាឥឡូវខ្ញុំឆាប់វាភាសាតិចខ្ញុំយក animation ម្ដងទៀតចឹងអ្នកទាំងអស់គ្នារើយើងចង់បានប្រភេទម៉េចចឹងឥឡូវខ្ញុំរានវីដេអូហ្នឹងគឺវាបានប្រភេទចឹងឈឹបអីចឹងទៅអូខេបន្តមកយើងយក line video effect ចឹងយើងចង់បាន effect ប្រភេទណាយើងចុច video effect ទៅវាសិតតែចំណុចដែលគឺយើងរើចង់បានមួយណា select យកមួយហ្នឹងទៅដើម្បីឲ្យវីដេអូវាស្អាតទៅវា load អញ្ចឹងឲ្យវីដេអូរបស់ខ្ញុំណាអូខេនៅពេលដែលវា load អញ្ចឹងហើយហ្នឹងយើងយក effect មួយទៀតអ្នកទាំងអស់គ្នាចង់បាន effect បានក៏បានដែរស្រេចទៅលើយើងហើយយើងរើមួយមិនស្អាតយើងយកថ្មីមួយទៀតអីចឹងណាអានោះស្រេចទៅលើយើងហើយយើងយកតអីចឹងមកចង់បានមួយណាយកមួយហ្នឹងទៅអ្នកទាំងអស់គ្នាអត់ពិបាកឯងអូខេបន្តមកខ្ញុំចាប់ផ្ដើមរានវាចឹងមករានមួយចឹងមកនឹងពេលរានទៅ effect ហ្នឹងវាចេញអញ្ចឹងអានោះស្រេចទៅលើអ្នកទាំងអស់គ្នាដូចខ្ញុំនិយាយប្រាប់តាំងពីកាលពីដំបូងមកអញ្ចឹងនៅមកវីដេអូមកចាំចូលវីដេអូថ្មីបើយើងអត់ដាក់ effect ហ្នឹងទេវាអត់ load ទេអូខេតោះមកខ្ញុំមើលកន្លែងពាក្យណាដែលខ្ញុំធ្វើកាត់ទៀតខ្ញុំមើលចូលធូតទៀតអញ្ចឹងណាអ្នកនរគ្នាខ្ញុំយកឥឡូវយើងរានវាសិនខ្ញុំយកកន្លែង speed វិញខ្ញុំដាក់ 1.4 រៀងលឿនបន្តិចអាហ្នឹងវីដេអូណាអ្នកនរគ្នាចង់ឲ្យវារានលឿនដើរលឿននិយាយកាយវិការលឿនសលេងលឿនហ្នឹងអ្នកនរគ្នាចុច 1.4 មិនមកចង់ចុច 5 ចុច 6 លើអ្នកនរគ្នាឥឡូវនេះខ្ញុំចូលកម្មវិធីខ្ញុំចូលកន្លែង crop ទៀតណាអញ្ចឹងខ្ញុំ crop វីដេអូហ្នឹងរៀងខ្លីបន្តិចចង់បានវែងចង់បានខ្លីស្អីលើអ្នកនរគ្នាទេមិននេះចុចខាង crop វីដេអូឥឡូវនេះខ្ញុំ back វាមកវិញខ្ញុំរានវីដេអូហ្នឹងមួយសារទៀតអូខេឥឡូវខ្ញុំយកកន្លែង sound effect ចុច sound effect មួយទៅបន្តមកយកសលេងណាដែលអ្នកនរគ្នាចង់បានអញ្ចឹងណាអញ្ចឹងខ្ញុំចង់បានសលេងនេះអញ្ចឹងពេលដែលយើងរានមកវាលើសូរសលេងហ្នឹងហើយឡើងកន្លែង sound effect ចឹងឥឡូវយើងយកភាសាទៀតបើសិនជាវាអត់លឺទេនេះ sound effect ខ្ញុំយកសលេងហ្នឹងយើងចុចមកជិះវា load រៀងវែងតិចវា load រៀងវែងតិចចឹងអ្នកទាំងអស់គ្នាចង់បាន click កាត់ពីចោលខ្លះមកខ្ញុំយកវែងពេកបើឡោះចង់បានវែងក៏វែងទៅប៉ុន្តែខ្ញុំចង់បានត្រឹមខ្លីចឹងឯងវាស្រួលអូខេកន្លែង sound effect ខ្ញុំតមកខ្ញុំតវីដេអូទៀតខ្ញុំយកកន្លែង sound ចឹងកន្លែងនេះកន្លែងមុខ play ចង់ដាក់ play ប៉ុណ្ណាក៏បានដែរ play រៀងវែងខ្ញុំគិតថារៀងវែងពេកខ្ញុំក៏យក play ទៀតអានេះវាសេតទៅលើការយើងរៀបចំឲ្យយើងចង់បានខ្លីវែងអញ្ចឹងណាពួកខ្ញុំយករៀងខ្លីព្រោះខ្ញុំចង់ដាក់ sound ច្រើនប្រភេទអូខេបន្តមកខ្ញុំ back វាចេញមកវិញមកខ្ញុំចូល line text ខ្ញុំចង់ដាក់អក្សរអ្នកទាំងអស់គ្នាវាយអក្សរមកអ្នកទាំងអស់គ្នាឆ្លាញ់អក្សរមួយណាចង់បានអក្សរស្អីទៅលើអ្នកទាំងអស់គ្នាស្អីលើវីដេអូអ្នកទាំងអស់គ្នាឥឡូវខ្ញុំ save ឧទាហរណ៍វីដេអូមួយអក្សរខ្ញុំវាយ VID វីដេអូវីដេអូអញ្ចឹងតោះមកខ្ញុំជឿលើ line template វានឹងវាមានអញ្ចឹងខ្ញុំចូល image ឬមួយក៏យ៉ាងហ្នឹង set template តែគេឲ្យយើងស្រាប់ទេនឹងឲ្យគេឲ្យយើងសាច់យើងស្រួលមកបើសិនវារៀងធំពេកហ្នឹងធំអត់ឃើញស្អាតទេអ្នកខ្លះលើវីដេអូគាត់ដាក់ធំទៅស្អាតក៏ដាក់ទៅតែខ្ញុំដាក់ទូចចឹងទៅស្រួលមើលខ្ញុំរានវាមកឃើញវាចេញវីដេអូចឹងឯអ្នកទាំងអស់គ្នាតោះមកខ្ញុំយកប្រហែលជាយើងយក animation sound effect ទៀតអញ្ចឹងខ្ញុំដាក់ sound នៅក្រោមអក្សរវីដេអូហ្នឹងដើម្បីឲ្យវាចេញមកវាលើសូ sound ហ្នឹងរានមកចេញមកលើសូ sound ហ្នឹងមកហើយចេញអក្សរមកទៀតtrongប្រភេទវាគឺលក្ខណៈអញ្ចឹងអ្នកទាំងអស់គ្នា
តមកខ្ញុំយកវាដាក់ duplicate ខ្ញុំរ៉ាន់វាចេញមកភាសាទៀតអក្សរវីដេអូដដែលតែខ្ញុំយកវាដាក់ duplicate ចង់ឲ្យវាចេញ2ដងចឹងអាមុខនេះវាចេញមួយត្រូវហើយនៅពេលដែលយើងចុច duplicate វាប្រកាសជាចេញមួយទៀតហើយមួយទៀតគឺនៅកតុយនឹងអូខេឥឡូវខ្ញុំចូលឡើង sticker វាខ្ញុំចូលឡើង subscribe អញ្ចឹងវីដេអូរបស់យើងនៅលើ YouTube ឯហ្នឹងយើងតែងតែចង់បានពាក្យ subscribe អញ្ចឹងអ្នកទាំងអស់គ្នារ៉ាំវាឲ្យចុចវាមកហើយចុចដាក់កលៀតដាក់ជួយដាក់ស្ដាប់ស្រីលើអ្នកទាំងអស់គ្នាយើងពួកយើងអាចអូសបានអញ្ចឹងនេះសម្រាប់អ្នកដែលចង់កាត់វីដេអូបែបងាយៗ easy យល់អញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះជួយខ្ញុំនៅវីដេអូក្រោយទៀតនឹងមាន add នៅ tool បន្ថែមតទៀតប្រាប់អ្នកទាំងអស់គ្នាបាយបាយ